កាន់សល់ទេថ្ងៃកាន់តែអញទៅអេតិពិសោភគវារៀនសូត្រប្រច្រាស់ហ្នឹងហើយអាយើងសូត្រអនុលោមអេតិពិសោភគវារាំងសម្មាសម្ពុទ្ធោសូត្រប្រច្រាស់ឡើងវិញដោះអំពើមិនទាន់ចាំណាដោះអំពើមិនទាន់ដោះខ្មោចចូលខ្មោចចូលពិបាកនិយាយសូត្រផ្លុំកដាលក្បាលភាំងខ្ទៀតខ្ទេចហ្នឹងហើយហើយមិនសូវមិនមានជើងខ្លាំងចង់រកចូលហើយណាហ្នឹងហើយដល់ពេលខ្ញុំបង្ហាញដបងចេញវិញចង់សួរលោកតាថាបើខ្ញុំធ្វើប៉ុនចឹងហើយទៅដល់ផ្ទះជូនប៉ុនគេថាមិនបាច់ជូនអញទេមិនបាច់ជូនអញយកតែថ្ងៃទៅចាំបានប៉ុនអត់លោកតាចាតាហ្នឹងមិនសាធុណាហើយសំនួរនេះបើគិតតែច្រកបាយវិញមិនមែនបាយទេអូសាបន្ទុកអូណាពួកនៅជាប់ជាងយកទឹកខៀវក្នុងកតុបគេបើកឲ្យពួកអញ្ជាងនៅខាងឆ្នេរពួកនៅជាប់ហ្នឹងបាយមិនមែនបាយទេព្រោះឲ្យតែធំឡើងហ្នឹងហើយបងមានគ្រួសារមែនទេអត់ទៅមានសំណួរហ្នឹងណាហ្នឹងហើយអានេះច្រើនតែប្តីប្រពន្ធណាហ្នឹងហើយបងម្នាក់នៅក្បែរផ្ទះខ្ញុំគាត់ដឹងថាខ្ញុំបរៀនធម៌អញ្ចឹងឈប់កាហ្វេលេដេកហ្នឹងហើយដល់អញ្ចឹងទៅគាត់ដួលប្រពន្ធគាត់ហ្នឹងហើយព្រលឹមឡើងអត់មានធ្វើអីទេធ្វើខ្លួនទៅជួបលោកសង្ឃហ្នឹងប្រពន្ធគាត់ថាអញទៅគ្រាន់បានបំបានអីដែរហ្នឹងហើយសប្តីថាអញទៅមានបានមកវិញគាត់ទៅលេងលបែងហ្នឹងហើយដល់វាទៅអស់ឈ្លោះគ្នាអត់ឈប់ហើយដល់ពេលថ្ងៃមួយដល់ស្រីគាត់ជូនប៉ុនគាត់ថាឈប់អញយកក្រុងដាក់សិនយកក្រុងដាក់ដុំសិនចឹងវាថាយើងកុំយកធម៌ហ្នឹងណាមកឲ្យคล้ายជាទំនាស់ក្នុងគ្រួសារបើដឹងថាគេជ្រិញហើយកុំឌីដាក់គេធ្វើផ្អែមល្អណាលេងសើចអីទៅលឿនកុំឲ្យយើងទៅឋានសួគ៌តែឯងគ្មានធ្លាក់នរកហ្នឹងហើយកុំឲ្យតែស្អប់យើងមនុស្សយើងខ្មែរយើងនៅប្រកាន់ណាតែស្អប់ដល់ឆ្មបអញដឹងឆ្មបវាបកើតនៅណាទំនួលកឆ្មបចោលទៀតចឹងតែខឹងយើងហើយស្អប់យើងស្អប់ព្រះទៀតហ្នឹងហើយដោយសារតែខឹងយើងចឹងធ្វើល្អមួយគាត់ថ្វាយអង្គមបំដល់ថ្វាយអង្គមទេរៀបបាយរៀបទឹកបងចេះបងចុះចាប់ថែបខ្សុតហ្នឹងហើយការរស់នៅជានេះគឺជាការសម្ដែងទាំងអស់គ្នាសេះសម្ដែងធ្វើជូនទាំងអស់ណាហ្នឹងហើយគាត់នៅតែទេទៀតអញកាន់សល់ទេថ្ងៃកាន់តែអញទៅចឹងខំធ្វើល្អហើយធ្វើខ្លួនឲ្យខ្លាយជាគំរូសិនកុំឌីដាក់គាត់ហ្នឹងហើយបើគាត់មិនចូលចិត្តជូនបិណ្ឌទេជូនតមគាត់ជូនផ្លែឈើជូនអីសប្បាយនាំដើរចុះនិយាយចំគឺឲ្យលុយហ្មងលោកអនាថបិកសិទ្ធិជួយកូនជួលលុយឲ្យលុយទៅស្ដាប់ធម៌ហ្នឹងហើយទៅស្ដាប់ធម៌ដល់ពេលយល់ធម៌ឡប់មកវិញលែងយកលុយហើយឡើងអរិយបុគ្គលទាំងអស់កូនស្រីម្នាក់ឡើងមគ្គ3អនាគាមីហើយឪពុកថាមនាលប្អូនប្រុសហើយលោកសិទ្ធិថាចំម៉ៃហើយកូនអញលឺសូរថាមគ្គ3ឡើងវិញមើលខ្លួនមើលអញឪអត់ស្គាល់ថាប្អូនប្រុសដល់ទៅសួរព្រះថាហ្នឹងហើយឯងនៅមគ្គ1គេឡើងមគ្គ3បាត់ហើយគិតតាមគុណធម៌ហ្នឹងហើយគិតតាមគុណធម៌ចឹងប្រើលុយតាក់ទឹកចិត្តហ្នឹងហើយតបមកប្រើលុយឲ្យទៅធ្វើបុណ្យកឹបទៅហ្នឹងហើយបន្ទាប់មកសិនជួយញាតិហ្នឹងហើយបើជួយមិនបានទេត្រូវនឹកថាព្រះជួយបងថ្លៃឲ្យឪពុកក្មេកអត់បានផងធ្លាក់បាយភូមិទៅលោហៈកំភីមហានរកហ្នឹងហើយជួយអត់បានផងចម្រាំយើងចឹងសក់អាណាក្បាលអានឹងតែកុំឌីយ៉ាត់បែកធ្វើមិនកុំឌីសំណួរទី1ទៀតសួរថាមកណាសួរមកទៀតគាត់សួរថាពេលដើរទៅបៃតេគាត់កើតកម្រើកញ័រសាច់រួមទៅបៃតេហ្នឹងប្រែថាណាបៃតេហ្នឹងប្រែថាសភាពឆ្អែតថ្លាក្នុងចិត្តសភាពឆ្អែតថ្លាក្នុងចិត្តបើវាឆ្អែតថ្លាក្នុងចិត្តចឹងវាជារូបឬជានាម
វាជាមានណាហើយព្រីពេញមួយថ្ងៃទេអត់ទេអញ្ចឹងវាកើតអលត់ដល់វាកើតអលត់អញ្ចឹងវាជាសង្ខារធម៌ណាបើវាជាសង្ខារធម៌អញ្ចឹងដើរអួតព្រីដាក់គេហ៎ចាំបាច់អួតទេត្រឹមតែដឹងប៉ុន្តែបៃតេហ្នឹងមាន5យ៉ាងមានបៃតេព្រីឆៅមួយផ្លែតមានព្រីសពសាច់កសៃមានស្រាលមានដូចពលឺផ្លែចន្ទូពលឺហ្នឹងហើយមានស្រាលខ្លួនហោះព្រៃហ្នឹងហើយទីថាចម្រើនបៃតេទៅហោះទៅព្រៃរកកន្លែងចុះអត់ឃើញទៅចុះនៅវាយន្តហោះថ្មីដល់កសួរមកពីនេះមកពីរាជធានីលំវែកព្រីមកដល់ហ្នឹងបាក់គេដឹកមកវិញតែឥឡូវបងប្អូនមានសំណួរទៀតទេអញ្ចឹងបៃតេហ្នឹងណាវាមានបៃតេអកុសលហើយចូលមកនិយាយចូលទៅផ្ទះស្ងាត់ផ្ទះធំស្ងាត់ហើយគេបោះបង់ចោលព្រីហ្នឹងព្រីចង់លេចអាចទៀតអាហ្នឹងព្រីអកុសលតែដល់ព្រីធ្វើបន់ធ្វើទៀននេះចម្រើនតែដល់ពេលវាកើតច្រើនពេកវារំខានយើងណារំខានយើងអត់អាចបដិបត្តិធម៌បានវាព្រីញាក់ហ្នឹងហើយវាមិនព្រីធម្មតាព្រីលំកំហៀងហ្នឹងហើយលះចោលហើយមើលវាដល់អូបេខាហើយកុំរំលឹកវាទៀតលះចោលណានៅសម័យពុទ្ធកាលលោកឪពុកអ្នកម្ដាយកូនស្រីនោះប្រាប់ថាកូននៅផ្ទះណាពុកទៅថ្វាយបង្គំព្រះសតិបច្ច័យដីបង្កព្រះសរិរកធាតុព្រះសម្មាសម្ពុទ្ធចោលពុកស័ព្ទតាមយល់ស្រែពីអ្នកប្តីប្រពន្ធបែកញើសហាមបាទកូននៅផ្ទះនេះធ្វើកិច្ចការលាងចានបដាពិចារណាគុណពុទ្ធបដាពិចារណាគុណពុទ្ធអស្ចារ្យណាស់ព្រះពុទ្ធមានបញ្ញាធឹកសទ្ធាធឹកវិរិយធឹកខំបំពេញបារមី30ចេះយកពិចារណាទៅកើតឡើងព្រីទៅតាមអាកាសព្រៃដល់ពេលឪទៅដល់ចែកដីឃើញកូនស្រីថ្វាយអង្គមចែកដីហ្នឹងហើយម៉ែឪសួរទៅដែរមកតាមណាមកតាមអាកាសឬថាមកតាមអាកាសហ្នឹងហើយដល់ការចម្រើនបៃតេហ្នឹងណាចឹងម្សិលមិញយើងសូត្រពុទ្ធគុណ108ចប់មានបងស្រីណាព្រីឡើងចង់លហើយខោអស់បាទហ្នឹងហើយចឹងគេថាអំណាចពុទ្ធគុណណាអំណាចពុទ្ធគុណអេតិពិសោភគវារៀនសូត្រប្រច្រាស់ហ្នឹងហើយយើងសូត្រអនុឡោមអេតិពិសោភគវារាំងសម្មាសម្ពុទ្ធោសូត្រប្រច្រាស់ឡើងវិញដោះអំពើមិនទាន់ចាំណាដោះអំពើមិនទាន់ដោះខ្មោចចូលខ្មោចចូលពិបាកនិយាយសូត្រផ្លុំកដាលក្បាលភាំងខ្ទៀតខ្ទេចហ្នឹងហើយហើយម្សិលមិញនេះមានជើងខ្លាំងចង់រកចូលហើយណាហ្នឹងហើយដល់ពេលមានបង្ហាញដបងចេញវិញតែឥឡូវលោកយាយគាត់សួរសំណួរបាទចេញខ្ញុំឈ្មោះលោកយាយសុកសុភាហើយចាំស្អាតណាស់នេះមើលទៅដូចសុកសុភាដែលទៅមកពីអីសីភ្នំផ្ដៅទេមកពីភ្នំសម្បុកស្រុកចាស់បុរីសាធុលោកគ្រូឧបជាខ្ញុំបាទអរគុណស្ដាប់ដំបូលមានលោកគ្រូជារៀងរហូតតាំងពីខ្ញុំដើរជួបលោកគ្រូកាលណាគឺខ្ញុំធ្វើតាមវិន័យលោកគ្រូជានិច្ចហើយខ្ញុំចង់សួរលោកគ្រូថាបើយើងនមស្ការព្រឹកល្ងាចពេលព្រឹកយើងនមស្ការហើយយើងសមាធិហើយបើយើងព្យាយាមដើរចង្ក្រមរៀងរាល់ថ្ងៃតើវាបានដល់កម្រិតណាលោកគ្រូសូមលោកគ្រូជួយបកស្រាយពីសំណួរសាធុនមស្ការណាណូសចង្សកសាអាមិនលំដោះសការលំដោះសការណាហ្នឹងបែកឥឡូវយកសំណួរមួយទៀតខ្ញុំដកអមលោកជ័យលោកណាមានសំណួរមួយទៀតបាទសាធុជប់ចាំមួយនោះសួរសិនលោកគ្រូខ្ញុំម្ចាស់សុំចាំកំណុំនោះសួរសិនខ្ញុំម្ចាស់សុំសួររឿងផ្ទាល់ខ្លួនទុំគុំខ្ញុំម្ចាស់ផ្ទាល់ខ្ញុំឆ្ងល់តាំងពីនៅតូចអាយុ14ឆ្នាំនាងឥឡូវម៉ានអាយុនាងឥឡូវអាយុ70គត់នាងខ្ញុំឈ្មោះខ្វាន់ចន្ទធីហើយចន្ទនីរស់នៅភូមិចំការតែឃុំស្ពានមានជ័យក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីខ្ញុំម្ចាស់ងឿងឆ្ងល់មិនដឹងទៅសួរអ្នកណាខ្ញុំចង់ទៅសួរលោកគ្រូនៅភ្នំកញ្ចកោតតែគ្មានពេលវេលាឥឡូវលោកគ្រូបើកឲ្យសួរតើអាចខ្ញុំចាស់សួរបានទេព្រះអង្គសួរតែខ្លាចឆ្លើយទៅអត់ព្រមទទួលស្គាល់គិតទៀតចាខ្ញុំចាស់នឹងតាំងពីអាយុ14ឆ្នាំរឿងផ្ទាល់ខ្លួន
ខ្ញុំចាស់ចេះតែសុបិនឃើញចម្លែកសុបិនចុកទេសប្រទេសជាតិអីហ្នឹងខ្ញុំកើតសុខមួយខែអីឲ្យទុំគុំខ្ញុំចាស់ដឹងហើយដល់ពេលរឿងមកដូចមើលវីដេអូហើយដល់សង្ចាទី1ដល់ទុំគុំខ្ញុំចាស់អាយុ20 70 30ខ្ញុំចាស់នឹងចេះសុបិនចម្លែកសុបិនឃើញថាមានព្រះបិតាព្រះអង្គទ្រង់រត់លោកយាងមកណាឲ្យទុំបងមានគ្រួសារនៅខ្ញុំមានហើយអត់ដែលសុបិនឃើញបងប្រុសធ្វើអីបងឯងបងប្រុសក៏មកដែរមកដែរហើយដល់ពេលហើយអរគុណបងអរគុណប៉ុណ្ណឹងចុះបើមានគេសួរច្រើនទៀតសុបិននិមិត្តសុបិនហ្នឹងហើយព្រះលោកចែកហេតុរបស់វាហ្នឹងហើយសុបិនកើតពីអាហារកម្រើកហ្នឹងឃ្លានខ្លាំងក៏មានក៏យល់សពដែរឆ្អែតពេកក៏យល់សពដែរហ្នឹងហើយយ៉ាងការធ្វើបដិហារយៈអត់អាហារដំបូងណាថ្ងៃសັບឃ្លានពេកយកសັບឃើញស្ងើមាន់មួយទៅយងជែកស៊ីទៅពួរខំត្រង់ទិញខំវាទៅវត្តជោគខ្នើយអាហ្នឹងសុបិនអាហារកម្រើកហ្នឹងហើយវិញ្ញាណកម្រើកហ្នឹងយើងគ្រប់គ្នាសັບជួបទាំងអស់គ្នាហើយពេលសម្រានទៅអាជើងហ្នឹងកងគ្នាខ្លាំងពេកទៅសັບឃើញហោះគេដេញចាប់ភ័យបាទជើងស្ពឹកខ្លាំងហោះប្រផិតវាចាប់ឌីបានភ័យចង់ងាប់ហើយបើជើងសដោខ្លាំងទៅវូបដល់ចុងឈើអញ្ចឹងហ្នឹងហើយអាហ្នឹងវិញ្ញាណកម្រើកស្លេះកម្រើកពេលដេកយូរទៅស្លេះទឹកងាត់វាចេញមកគ្រូក្រក់អញ្ចឹងយកសពឃើញហែលទុកស្អីវិញ្ញាណកម្រើកហ្នឹងខ្យល់បក់ខ្លាំងត្រជាក់ឃើញមុខទឹកមុខអីហើយសុបិនរបៀបណាដែលអាចខ្លាយជាការពិតគឺឈឺនោមខ្លាំងណាឈឺនោមខ្លាំងសាប់ដល់រកកន្លែងនោមទៅអាគុំជិះទៅស្ងាត់អញប្រឹងមកទំហំចូលខោអស់អានេះសុបិនខ្លាយជាការពិតទេខ្ញុំក៏វិតូចតញយតែលោកមានសុភាពហើយអញ្ចឹងសុបិនខ្សោយសរីរាង្គខាងក្នុងហ្នឹងហើយទឹកប្រមាត់កម្រើកនេះគឺខ្សោយថ្លើមខ្សោយតម្រងនោមយកសពខ្លួនមនុស្សមេធំចាប់ហើយដើរធ្លាក់កលុកខ្សោយបេះដូងដើរធ្លាក់កលុកភ្ញាក់ទាំងខ្លួននៅនេះនឹងសរីរាង្គយើងខ្សោយខាងក្នុងហ្នឹងហើយនឹងសុបិននិមិត្តច្រើនកើតមាននៅទីភ្លឺហើយច្បាស់ចាំមកជីវិតហ្មងហ្នឹងហើយដោយបងឲ្យគាត់និយាយអញ្ចឹងវាសុបិននឹងខ្លាយជាការពិតហៅថាសុបិននិមិត្តណាបងណាហ្នឹងហើយមិនអ្នកផលទេបងជាតិមុនកើតជាអីក៏ងាប់ដែរជាតិនេះងាប់ទៀតបើជាតិទៅមុខកើតអីក៏ងាប់ទៀតដែរអញ្ចឹងដល់ឈប់កើតបានឈប់ងាប់ណាហ្នឹងហើយតិចទៀតជួបសង្គ្រាមលោកទី3ងាប់ពេញហ្នឹងទៀតហើយចង់បងបាត់មានយល់សពឃើញសង្គ្រាមលោកទី3កើតឡើងទេហ្នឹងហើយបងលុកទុកជាអាចកំបាំងចាំមើលបើវាកើតចាំកើតអញ្ចឹងសំលួមិញសួយគេបងនមស្ការហើយណានមស្ការហើយចង្ក្រមអីចាធ្វើជាប់ជាប្រចាំធ្វើជាប់ជាប្រចាំបានបងក្រៃលែងព្រះសម្មាសម្ពុទ្ធក្រោយពីត្រាស់ដឹងរយៈពេល45ឆ្នាំកិច្ចការព្រះអង្គមានអីខ្លះមាន5យ៉ាងទី1ជួយនិយាយលេងបើចេះថាអញ្ចឹងមិនចាំឲ្យនេះខំប្រឹងស្ដាប់ចាំមកទី1យើងត្រូវនៅគ្រប់វិន័យថាយើងគោរពវិន័យព្រះសម្មាសម្ពុទ្ធរៀនរាល់ព្រឹករាល់ថ្ងៃបាទសាធុហ្នឹងហើយព្រះពុទ្ធប្រជុំវិញហើយបញ្ញាស្មារតីនៅខ្លាំងដូចដើមគឺទី1ពេលល្ងាចណាសំដែងធម៌ប្រុសពុទ្ធបរិស័ទពេលក្បាលប្រលប់ប្រុសភិក្ខុសង្ឃពេលយប់ដោះបាសនាទេវតានិងព្រះឥន្ទទីភ្លឺបើកសំណាញ់ញៀនមើលប្រុសស័ព្ទអ្នកណាអាចជួយបានគឺបើកសំណាញ់ញៀនបានន័យថាប្រមាលមើលហ្នឹងប្រើញៀនមើលទៅសត្វអណ្ដែតចេញមុខបងនេះមកផ្លែតហ្នឹងព្រះអង្គមើលភ្លាមហើយវាមានទុកអីថាប្តីវាយចិត្តងាប់ហើយថ្ងៃនឹងមុខទៅស្លាប់ខ្លួនហើយត្រូវប្រើពាក្យអីដើម្បីជួយណាទៅពេលណាហ្នឹងហើយចឹងអង្គលីមួប្រុងចាប់កាត់ដៃម្ដាយណាព្រះអង្គចូលសំណាញ់ញៀនព្រះអង្គផ្លែតព្រះអង្គមិនតតនេះបញ្ជូនសម្លេងទៅ
បញ្ជូនសម្លេងទៅពុទ្ធហងសារណកិច្ចហានិហិពលឺទៅអង្គហើយលើឆ្ងល់ខ្ញុំអង្គពុកខ្ញុំខ្លាយជាមនុស្សទេតែសន្តានាមកមានពុកណាជាទីពឹងណានេះដកដៃដាវចេញពីដៃម្ដាយមកមើលឃើញពុកដំណើរដេញកាត់ដៃពុកវិញហើយព្រះអង្គប្រសាទចង្ការណាប្រើសម្លេងប្រើពលឺអីទៅហើយបើតាណាព្រះអង្គមុនចេញតាមវត្តចិត្តពុនតាមទ្វារក្រោយលោកយាយវិសាខាអត់ស្ទាក់ទេបញ្ញត្តិទៅជួយមនុស្សហ្នឹងហើយអញ្ចឹងពុទ្ធកិច្ច5ប្រការហ្នឹងគឺ45ឆ្នាំអត់ដើរខានទេពួកយើងចាស់ហ្នឹងកុំគិតថាយើងវ័យចាស់ហ្នឹងហើយភ្នែកមើលអាกระดาษ10អត់ឃើញមើលឃើញអា100មើលធំ100ច្បាស់100ហើយយកដៃស្ទាបក្រែមអត់យ៉ាប់គេបោកហើយធ្វើដូចជាក្មេងធម្មតាអញ្ចឹងមនុស្សចាស់ហ្នឹងការចងចាំថ្មីហ្នឹងអត់សូវចាំល្អទេហ្នឹងហើយធរអាចេះតែភ្លេចជេរបន្តិចមកចាំនឹងអត់ទេបងអ្នកត្រឹមត្រូវអត់អញអត់សាធុគាត់និយាយលេងហ្នឹងចឹងគេថាអ្វីដែលថ្មីពិបាករៀនតែពោពេញដោយបទពិសោធន៍ហ្នឹងហើយពួកម៉ាអាកូនដើរមកហែងកដើរមើលវាអានឹងបោកសួរនេះបានថាបោកអញមើលតែដឹងតែបោកមើលអាកັບគេយ៉ាមើលអីទៅយើងចាស់ហ្នឹងមានតែបទពិសោធន៍ហ្នឹងហើយអត់សូវរៀនចេះចាំអីទេតែទៅកុំគិតថាខ្លួនចាស់ឲ្យសោះហ្នឹងហើយធ្វើឲ្យដូចក្មេងអញ្ចឹងអាយុគ្រាន់តែជាតួលេខទេធ្វើដូចក្មេងអញ្ចឹងហ្នឹងហើយបងលេខ1នៅផ្សារចាស់ណាទៅរំហាត់ប្រាណទៅឡើងភ្នំអត់តាន់គាត់ហ្នឹងហើយខ្ញុំហៅគាត់បងលេខ1ឡើងភ្នំត្បែងនៅអត់តាន់គាត់ហ្នឹងហើយគាត់ចិត្តតែ76អីហើយហ្នឹងហើយអញ្ចឹងបលំបើអត់មកដើរធ្វើបន់អញ្ចឹងទេនៅផ្ទះធ្វើម៉េចនៅផ្ទះភ័យតែខ្លាចងាប់ហ្នឹងវិលចេះវិលឡើងអញទៅងាប់ហ្នឹងខ្ញុំវិលសូអញទៅងាប់ហើយសំសទុះឡានកូនម្ដងមិនជូនផ្លែឈើមកថងណែនេះអាបងវាខុសអញ្ចឹងវាប្រពន្ធវាស្លាប់ក្រោមកតុយកបិនហ្នឹងហើយប្រពន្ធវាថាមិនឆ្វេងស្ដាំចុះឡើងខំគូមសាទៅអាប្អូននឹងចេញទៅសទុះឡានអាបងមកដល់ទៀតផ្លែឈើមកថងម៉ែអាប្អូនខុសចេះអានេះវាមានយើងចេះថ្ងៃកូនចាក់រុកអត់មានធំខ្លួនទេឡើងឈាមទាំងបេះដូងដាច់សរសៃឈាមងាប់ពងទៅណាបើខំទៅនរកហ្នឹងហើយបើវិញរឿយមួយទៅឆ្កែឆ្មាចិញ្ចក់តកែតាមចាំងហ្នឹងហើយណាឡប់ទៅវិញញាតនៅក្បែរផ្ទះមកនាំដើរធ្វើបន់ធ្វើទៀនបំពេញបន់ទៀនដើម្បីកុំឲ្យនៅផ្ទះគិតតែពីរឿងភ័យខ្លាចងាប់ការអប់រំរបស់ពុទ្ធគឺឲ្យប្រឈមអត់ឲ្យរត់គេចទេបើខ្លាចងាប់កម្មដ្ឋានមរណានុសតិដាក់ឯងតលដល់លែងខ្លាចងាប់មិនមានន័យថាដើរឆ្លងខ្នល់អត់នៅឡានទេប្រុងប្រយ័ត្នដោយសតិហ្នឹងហើយនេះជំនឿទៅដល់ម៉ោងចង្ហាន់លោកឡើយវិញសុំសួរមួយម៉ាត់ខាងនេះសុំមួយម៉ាត់មិនបានមកសំណួរទេចាំមកវែកអងាចបាទសុំសួរលោកមួយម៉ាត់បានលោកគ្រូកូនណាមើលចៅតើមានបាបទេអត់ហើយឥឡូវហើយសំណួរមួយទៀតសិនតាអត់សុំលោកតានិយាយណាមានសំណួរមួយទៀតនៅខាងនោះគាត់សួរម្ដងទៀតសុំសួរខ្លីណាកុំបាច់អធិប្បាយហ្នឹងហើយថាមុនការប្តីនឹងជួបគ្នាណាបាច់មួយតាខ្ញុំមកធ្វើបន់នេះប្តីខ្ញុំនៅឯផ្ទះគាត់ខំរលុយហើយខ្ញុំទៅវិញខ្ញុំជូនបន់ទៅគាត់តើបានបន់កម្រិតណាហ្នឹងហើយ same question ហ្នឹងហើយបាទ excellent question ហ្នឹងហើយពាក្យថាបន់ហ្នឹងហើយបន់គឺការលាងជំរះចិត្តឲ្យស្អាតល្អផូរផង់ណាអញ្ចឹងបើមើលកូនមើលចៅ
ចៅហ្នឹងកើតពីកូនយើងទេហើយកូនហ្នឹងកើតពីសាច់យើងដែរហើយបើមើលវល់តេះដៀលចុះឡើងចន្លោះបាបតែខ្លួនឯងហ្នឹងហើយដល់ពេលចេះតែជេរបន្តិចកូនចុះឡើងអាកូននេះវាឆ្លាតហ្នឹងហើយព្រលឹមពីក្បាលព្រលឹមដឹកឃើញអញព្រឹកនឹងជូនម៉ែ200ហើយហ្នឹងហើយឲ្យម៉ែបានធ្វើបុណ្យបានអីដល់ពេលកដាលយប់តិចទៅលោកក្មេងណាថត់ទៅគូបគ្មានគិតរៀនសូត្រអីទេហ្នឹងហើយចាក់កលេចបលែងគ្នាឲ្យម៉ែតែ100បានហើយតខំក៏យកធ្វើបុណ្យហ្នឹងដល់ពេលរៀបទៀតភ្លឺ100ហ្នឹងម៉ែគ្មានភាសាទេតែនេះយកទៅធ្វើបុណ្យអស់ហើយឲ្យ50បានទេដល់ហើយម៉ែ50ហ្នឹងក៏ម៉ែទៅទិញអីហូបផ្ដេសផ្ដាស់ឈឺបែអញទៀតឲ្យ10រៀលបាទ10រៀលហ្នឹងទិញនំប៉័ង2ខគោចុះឡើងដឹកដៃកូនយកទៅផ្ញើម៉ែអានំប៉័ងខហ្នឹងកូនស៊ីម៉ែអត់ដែរចឹងគេថាកម្មយើងហ្នឹងហើយចឹងមើលដោយមេត្តាចិត្តមើលជាមនុស្សដល់កូនចៅនិទានរឿងប្រវត្តិណាដូនតាយើងពុជពងវងតកោយើងថ្លៃធ្នូមោទនភាពហ្នឹងហើយមើលថែកូនជាបំធំណាគឺបំមេត្តាចិត្តណាបំមេត្តាចិត្តហ្នឹងហើយព្រមហេតុធម៌4មានមេត្តាកាលណាចម្រើនមេត្តារលត់អីរលត់ជាគឿនកាលណាចម្រើនមេត្តារលត់ទោសៈហ្នឹងហើយអញ្ចឹងចម្រើនតែមេត្តាទៅដើម្បីមេត្តានឹងមានកម្លាំងបច្ចារណាពីទុក្ខរបស់សត្វលោកបច្ចារណាពីសេចក្តីស្លាប់របស់ខ្លួនឯងណាអ្នកដទៃក៏ស្លាប់យើងក៏ស្លាប់ណាសត្វតពូជអ្នកស្លាប់អញ្ចឹងគួរមេត្តាមេត្តាគ្នាករណាចម្រើនករណារលត់អីករណាការអាណិតសូរកាលណាចម្រើនវាខ្លាំងមែនទែនរលត់អីរលត់ចិត្តចេះកាលណាចម្រើនករណាដល់កំពូលរលត់ការព្យាបាទបាទអាណិតខ្លាំងមែនទែនហើយតើដាច់ចិត្តយកដបសាំងទៅគប់ផ្ទះវាអត់ទេណាអាណិតករណាសត្វលោកមានរួមចាស់រួមឈឺរួមស្លាប់ដូចគ្នាអ្នកមានខ្លាំងយ៉ាងណាក៏ដោយក៏ជួបនឹងចាស់ឈឺស្លាប់ដូចគ្នាណាហ្នឹងអញ្ចឹងណាចម្រើនករណាខ្លាំងវានឹងរលត់ការព្យាបាទមុទិតាសេចក្តីត្រេកអរតាមចម្រើនខ្លាំងមែនទែនរលត់អីរលត់អីអត់បានសួរផងដូចឡើយតែដូចព្រមចៃគ្នាអញសួររលត់អីតាំងពិតបានព្រមចៃសោះហ្នឹងចឹងណាគួរករណាណាហ្នឹងហើយចាស់ទៅហើយចឹងនៅផ្ទះវេទនាពិបាកក្នុងចិត្តហើយមករៀនធម៌ពិបាកទៀតនឹងខ្ញុំអត់ឲ្យពិបាកទេមករៀនធម៌ឲ្យសបាយតែសបាយនឹងបំទួនមិនសបាយនិយាយដើមគ្នារិះគន់គ្នាទេហ្នឹងហើយកាលណាចម្រើនមុទិតានាំឲ្យរលត់ចរណែនកាលណាយើងចេះត្រេកអរតាមការមានបានរបស់អ្នកដទៃហើយយើងលែងសូវមានចំណែកក្នុងចិត្តហើយព្រះសម្មាសម្ពុទ្ធត្រាស់ថាសត្វលោកបើកាលណាអស់ចិត្តចំណែនមានសេចក្តីសុខយកមិនអស់នៅចំណែននេះអស់ចំណែនហើយលោកអើយមើលមុខអស់ច្បាស់អូប៉ុន្តែចំណែនតាណានៅក្បែរផ្ទះអូមិនតាំងថ្វាយខ្លួនទេបាច់ថ្វាយខ្លួនទេចំណាស់នឹងឲ្យមុខអញ្ចឹងមិនបាច់មកថ្វាយខ្លួនឲ្យខ្ញុំបោះឲ្យកពើស៊ីកពើបច្ចាណាមកអាទិត្យមកថ្វាយខ្លួនឲ្យខ្ញុំមិនបាច់ហ្នឹងហើយកាលណាចម្រើនត្រេកអរតាមរលត់ភាពចរណែនដល់ពេលចម្រើនឧបេក្ខារួចទាំងអស់តែមានឧបេក្ខាចាំផ្ទះឧបេក្ខាចាំផ្ទះប្តីជឿខ្លាំងបោកចានបោកអីអញខំឧបេក្ខាដល់ថ្ងៃណាមួយអញចាំមិនបាននឹងឧបេក្ខាចាំផ្ទះសប្ថ្ងៃណាមួយត្រមអត់បានណាទិញក្បិតទិញអីមកប្រយុទ្ធគ្នាហ្មងអានឹងឧបេក្ខាចាំផ្ទះដល់ឧបេក្ខាល្ងងឧបេក្ខាល្ងងហ្នឹងណាអត់ដឹងខ្លួនថាឧបេក្ខាទៅចាងើយទៅហើយហ្នឹងហើយទៅសើម្ដងឆ្ងល់ម្ដងសង្ស័យម្ដងវិញរៀង
ឧបេក្ខាល្ងងណាឧបេក្ខាប្រកបដោយបញ្ញាយល់ពីច្បាប់កម្មយល់ហេតុផលហេតុអីបានយើងជួបវាណាជួបគ្នាជាវាសនាហ្នឹងហើយបែកគ្នាជានិស័យណាបានជួបគ្នាកំសត់កំរងគ្នាជីអីជីគ្នាហ្នឹងហើយជីទូកតែមួយហ្នឹងហើយជីទូកតែមួយជួយគ្នាហ្នឹងហើយមើលថែគ្នាតិចទៅងាប់អស់ហើយហ្នឹងហើយមើលថែគ្នាកំសត់ណាស់ណាទៅតាំងខ្លួនបើប្រពន្ធតាំងខ្លួនជាបងស្រីតាំងខ្លួនជាម្ដាយហ្នឹងហើយមើលថែប្អូនសិតប្អូនប្រុសเอาមកឲ្យលោកអើយគួរទៅដើរទុំទូមកហើយមែនទេខ្ញុំនិយាយរឿងហ្នឹងទៅមើលណាដល់អាណិតណាស់លោកអើយណាសវឹងផងអីផងស្មើនឹងបានចូលផ្ទះនៅក្បែរផ្ទះខ្ញុំមាន2គ្រួសារប្តីធ្វើការយកដូចគ្នាហ្នឹងហើយមកគ្រួសារនោះម៉ោង9ម៉ោង10ដល់ពុងផាំងយើងចង់ហៅឡានអគិភ័យហ្នឹងហើយស្មាភ្លើងឆេះផ្ទះប្រយុទ្ធគ្នាតែម្ខាងទៀតស្ងាត់ជ្រាបតែខ្ញុំទៅស៊ីបាយហើយខ្ញុំទៅធ្វើតេស្តមើលអាខាងឆ្លោះគ្នាហ្នឹងបានបាត់ឆ្លោះគ្នាហ្នឹងហើយបងស្រីថាវាទៅគ្មានស្អីវាខំធ្វើការហ្នឹងបានលុយមកវាទៅលេងស្រីលេងអីបាត់អត់ចូលផ្ទះស្អីណាវាគ្មានគិតប្រពន្ធកូនអីហ្នឹងហើយដល់សួរប្តីទៅប្តីថាថ្ងៃមួយនោះលោកគ្រូបែកកង់ម៉ូតូមកយឺតវាថាខ្ញុំទៅដេកមួយស្រីចឹងអង្គុយតែសម័យឃើញតែប្តីធ្វើអាក្រក់ហ្នឹងអាមនុស្សអញ្ចឹងអត់ចេះគិតល្អទេតែជួយផ្លាស់ប្ដូរហ្នឹងហើយជួយផ្លាស់ប្ដូរតាមរយៈពធហ្នឹងឲ្យរៀនគិតល្អពីប្តីខ្លះទៅដល់តែសួរអាផ្ទះនេះអត់ឆ្លោះគ្នាមិនបានអត់ឆ្លោះគ្នាសោះប្តីធ្វើការយកដូចគ្នាអូលោកគ្រូខ្ញុំអាណិតណាស់មិនដឹងថាមកពីធ្វើការបុកម៉ូតូគ្រោះថ្នាក់ស្អីខ្ញុំគ្របបាយឲ្យអង្គុយចាំអាណិតប្តីមែនទែនហ្នឹងហើយបេះសាច់ត្រីបេះអីចាំគ្នាខំធ្វើការរស់ស៊ីគឺគិតល្អសុខហើយជប់គិតអាក្រក់ពីពួកគាត់ទៀតមានសំណួរទៀតទេដល់ម៉ោងហើយហ្នឹងហើយដល់ម៉ោងចង្ហាន់លោកអញ្ចឹងយើងហូបហើយទៅយើងអាចធ្វើអេរយាប័តដេករៀងខ្លួនម៉ោង2កន្លះម៉ោង3សំជួបគ្នាទៀតហ្នឹងហើយសម្រួលអេរយាប័តរៀងខ្លួនទៅអានេះបើខ្ញុំប្រកាសណាធ្វើឲ្យភ្លឹងផ្លាត់ហើយក្នុងប្រពន្ធប្រធរប្រសង្ឃជាម្ចាស់សូមប្រពន្ធប្រធរប្រសង្ឃជាម្ចាស់អន់នៅទោសនោះដល់ខ្ញុំប្រកាសណាសត្វទាំងឡាយទាំងពួងដែលដើរហើយនៅសេចក្តីទុំសូមឲ្យជាសត្វបានសេចក្តីទុំទៅដែលហើយនៅភ័យសូមឲ្យជាសត្វបានភ័យទៅដែលហើយនៅសេចក្តីសោកសូមឲ្យជាសត្វបានសេចក្តីសោកទៅសាធុបែកគ្នាទៅរកបាយរៀងខ្លួនបាទ